ដល់5កើតខែពិសាជាថ្ងៃសម្រាប់ធ្វើបុណ្យឆ្លងព្រះពុទ្ធទ្រង់កើតជាចម្បងចម្លងសត្វលោកផុតភព3ថ្ងៃដល់5កើតខែអាសាឍកូនឪត្រូវឆ្លាតយល់សេចក្តីថ្ងៃនេះជាថ្ងៃប្រជិនស្រីចាប់ផ្ដើមពោលស្ដីត្រាស់ទេសនាជាថ្ងៃកំណើតនៃព្រះធម៌ស្ដាប់ហើយតាំងគួរដល់ថ្លៃថ្លាដល់ពេលប្រសូតបានសោតតាផុតចាកទុក្ខាក្នុងអាបាយថ្ងៃដែលព្រះសង្ឃមានកំណើតថ្ងៃ15កើតមិនមែនឆ្ងាយគឺថ្ងៃតែប្រសូតមកព្រាមស្ដេចឈរសំដឹងស្ដេចឈររំពឹងថាគ្មាននរណាទេវលោកព្រហ្មលោកអង្គទាំងមនុស្សសាឥតមាននរណាប្រៀបស្មើបានឡើយទេវលោកព្រហ្មលោកអង្គទាំងមនុស្សសាឥតមាននរណាប្រៀបស្មើបានឡើយទ្រង់ឈានទៅមុខ7ជុំហ៊ានព្រះតីក្លាហានចិន្តាឥតស្បើយទ្រង់ឈានទៅមុខពិសាបនមីគូឲ្យជ្រះថ្លាថ្ងៃព្រះសាស្តាសម្មាសម្ពុទ្ធប្រសូតចាកោស្អាតបរិសុទ្ធវិសេសបំផុតនៅក្នុងលោកកាវិសាបនមីថ្ងៃទ្រង់ត្រាស់ដឹងដែលទ្រង់រំពឹងបច្ចញ្យាកាបច្ចោសម័យព្រះតីស្រស់ថ្លាត្រាស់ជាសម្មាសម្ពុទ្ធក្នុងលោកវិសាបនមីថ្ងៃទ្រង់និព្វានសត្វសែនកោតលៀនមកច្រើនកកក្រាស់ក្រែលត្រៀបត្រាភ័ក្រតោទឹកជោកនាំគ្នាសោយសោកស្ដាយព្រះសង្ឃស្ដាប្រសូតមកព្រាមស្ដេចឈរសំដឹងស្ដេចឈររំពឹងថាគ្មាននរណាទេវលោកព្រហ្មលោកអង្គទាំងមនុស្សសាឥតមាននរណាប្រៀបស្មើ